បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីការធ្វើ split duck ដោយប្រើប្រាស់ Dynamo script មក run auto បន្តិចយើងដឹងហើយថាប្រភេទ duck របស់យើងដូចខ្ញុំបង្ហាញនៅក្នុងរូបភាព 3D នេះអញ្ចឹងនៅពេលដែល duck ដែលមានប្រវែងកាន់តែវែងគឺយើងត្រូវការធ្វើ split របស់វាពីផ្នែកមួយទៅផ្នែកមួយដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនមកការដ្ឋានរបស់យើងហើយងាយស្រួលក្នុងការតម្លើងអញ្ចឹងហើយខ្ញុំប្រើប្រាស់ Dynamo script នេះមកកំណត់ថាយើងគួរតែកាត់វាពីផ្នែកមួយទៅផ្នែកមួយហ្នឹងប្រវែងប្រមាណហើយឲ្យវារ៉ាន់អូតូដោយរបៀបណាជៀសវាងក្នុងការ manual ដៃដោយ manual ដៃហ្នឹងយើងចំណាយពេលច្រើនហើយយើងត្រូវការចាប់ dimension ទៀតថាយើងកំណត់យកប្រវែងប៉ុន្មានតែនៅក្នុង script Dynamo របស់យើងគឺយើងកំណត់រួចស្រេចហើយយើងគ្រាន់តែ run ទៅវាកាត់អូតូឲ្យយើងហើយវាចេញលទ្ធផលយើងអញ្ចឹងខ្ញុំនឹងបង្ហាញគ្នាយើងអូខេខ្ញុំចូលមក script របស់យើងខ្ញុំ run វាបន្តិចអូខេគ្នាយើងចាំមើលបងប្អូនគ្នាអូខេអូខេខ្ញុំ select ទៅលើ duck របស់យើងអូខេឧទាហរណ៍ខ្ញុំ select ទៅលើ duck 2នេះចុះបន្ទាប់មកខ្ញុំចុច finish អូខេបន្ទាប់មកខ្ញុំចុច run ចាំមើលលទ្ធផលវាដើរយ៉ាងម៉េចគ្នាយើងចាំមើលតគ្នាអូខេឃើញទេsplit របស់យើងនេះពីមួយទៅមួយហ្នឹងប្រវែង1ម៉ែត្រមកទឹក2ហ៊ុនទាំងអស់ដោយសារយើងបានកំណត់វារួចស្រេចដូចនៅក្នុងកន្លែង run មិញអញ្ចឹងគ្នាយើងអូខេឃើញទេលទ្ធផលនេះលឿនទៅពេលដែលយើងធ្វើគម្រោងធំច្រើនយើងប្រើប្រាស់ Dynamo script មកកំណត់ទៅគឺការងាររបស់យើងកាន់តែលឿនហើយលទ្ធផលវាស្ក្រិតអូខេបាទអរគុណច្រើនគ្នាយើងខ្ញុំនឹងបន្តវីដេអូផ្សេងទៀតទាក់ទងនឹង script Dynamo ផ្នែក MVP របស់យើងដើម្បីឲ្យគ្នាយើងបានដឹងវាកាន់តែទូលំទូលាយជាងមុនណាអរគុណច្រើន